សួស្តីទាំងអស់គ្នាឥឡូវ admin នាំយករឿងថ្មីមកមួយទៀតហើយ admin ចង់ប្រាប់ថារឿងនឹងល្អមើលខ្លាំងមែនទែនហ្មងណាតើឥឡូវកុំនិយាយច្រើនយើងចូលមកមើលរឿងរបស់យើងតែម្ដងទៅរឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់បើក្បាលរឿងដំបូងរបស់យើងគឺឃើញផ្ទះ admin admin និយាយលេងទេឥឡូវជឿសាច់រឿងយើងតែម្ដងទៅរបស់យើងចាប់ផ្ដើមដោយឃើញក្មេងប្រុសម្នាក់នឹងបានធ្វើបាបក្មេងតូចម្នាក់ចង្រៃអញកខ្វក់ណាស់មិនអាចធ្វើជាប្អូនប្រុសរបស់យើងបានទេហើយក្មេងសក់ពណ៌ផ្កាឈូកនេះមានឈ្មោះថាវ៉ាងអ៊ីអាយុ13ឆ្នាំជាកូនប្រុសច្បងនៃគ្រួសារវ៉ាងនិងជាតួចិត្តអាក្រក់នៅក្នុងរឿង The Cool School Hong Fall in Love with Me មានអ្នកដឹងថាអានត្រូវអត់ទេមានអត់សូវចេះនិយាយអង់គ្លេសវ៉ាងអ៊ីរបស់យើងក៏បានចាប់បោយសក់តួប្រុសតូចរបស់យើងហើយក៏បាននិយាយថាយើងពិតជាមិនយល់ថាហេតុអ្វីបានជាប៉ារបស់យើងនាំកូនមិនស្របច្បាប់ដូចជាឯងចូលក្នុងផ្ទះយើងហើយក្មេងប្រុសតូចម្នាក់នេះមានឈ្មោះថាស៊ីនស៊ីអានអាយុ8ឆ្នាំនិងជាកូនឥតខាន់ស្លានៃគ្រួសារវ៉ាងដែលត្រូវជាតួឯកប្រុសក្នុងរឿង The Cool School Hong Has Fallen in Love with Me ហើយក៏ជាតួឯកប្រុសក្នុងរឿងនេះដែរ admin នឹងហៅតួប្រុសសពកកជុករបស់យើងនឹងថាវ៉ាងអ៊ីហើយតួប្រុសតូចរបស់យើង admin នឹងហៅថាស៊ីស៊ីដើម្បីស្រួលនិយាយវ៉ាងអ៊ីក៏បានចាប់ទាញសក់ស៊ីស៊ីរបស់យើងហើយក៏បានបោកស៊ីស៊ីនឹងទៅនឹងឥតក្រូនឹងហើយក៏បាននិយាយថាល្ងងឯនេះមិនបានជាមិនស្រែកវ៉ាងអ៊ីក៏បានយកជើងជន់ស៊ីស៊ីនឹងបាននិយាយថាអត់សុបាយសោះហើយងូតទឹករួចហើយក្រោកឡើងហើយប្រាប់ឯងមួយទៀតបើសិនជាឯងហ៊ានប្រាប់ប៉ាអំពីរឿងនេះខ្ញុំនឹងសម្លាប់ឯងយ៉ាវ៉ាងអ៊ីកាចដល់កវិមានគ្រួសារវ៉ាងសួស្តីអ្នកទាំងអស់គ្នាឈ្មោះរបស់ខ្ញុំគឺវ៉ាងអ៊ីខ្ញុំគ្រាន់តែមកបំពេញបេសកកម្មនៅក្នុងប្រឡោមលោកនេះប៉ុណ្ណោះហើយឥឡូវនេះខ្ញុំកំពុងតែដើរតួជាតួចិត្តអាក្រក់ជាលោកម្ចាស់វ័យក្មេងវ៉ាងហើយវ៉ាងអ៊ីរបស់យើងក៏បានស្រែកយំបដាយហើយនិយាយថាខ្ញុំជាមនុស្សចៅអាសៀតខ្ញុំសូមតែត្រូវបានបញ្ជូនទៅជាន់ទី9នៃឋាននរកខ្ញុំមិនអាចជឿបានទេថាខ្ញុំវាយកូនក្មេងតូចមួយវ៉ាងអ៊ីក៏បាននៅស្រែកយំទៀតថាគាត់នៅក្មេងខ្លាំងណាស់ហើយបានជាគាត់ត្រូវទទួលរងការធ្វើបាបដោយខ្ញុំទៅវិញហើយនៅពេលនោះដែរក៏មានឆ្មាខ្មៅមួយលេចចេញមកឆ្មានឹងក៏បាននិយាយថាម្ចាស់ផ្ទះជាទីគោរពការសម្ដែងរបស់អ្នកគឺគ្មានកំហុសនោះទេអ្នកមិនចាំបាច់យកវាមកទុកក្នុងខ្លួនឡើយគ្រាន់តែរក្សាវាឡើងអ្នកនឹងឲ្យបំពេញបេសកកម្មរបស់អ្នកបានចប់ឆាប់ប្រព័ន្ធអាក្រក់ដូច្នេះហើយប្រព័ន្ធនេះគឺជាប្រព័ន្ធដែលជួយវ៉ាងអ៊ីដើរតួជាតួចិត្តអាក្រក់ដល់ឲ្យបានត្រឹមត្រូវនៅក្នុងពិភពប្រឡោមលោកនេះហើយឆ្មាខ្មៅរបស់យើងនឹងក៏បានប្រាប់វ៉ាងអ៊ីឲ្យធ្វើការងារបន្តឲ្យបានល្អវ៉ាងអ៊ីរបស់យើងនឹងក៏បាននិយាយថាបាទខ្លួនយល់ហើយសូមស្វាគមន៍ម្ចាស់ផ្ទះជាទីគោរពស្វាគមន៍មកកាន់ពិភពលោកនៃសាលាត្រជាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយខ្ញុំឆ្មាខ្មៅរបស់យើងក៏បានរៀបរាប់គ្រោងឲ្យវ៉ាងអ៊ីដឹងប្រឡោមលោកនេះនិយាយអំពីតួឯកស្រីដ៏គួរឲ្យស្រឡាញ់ដែលបានជួយសង្គ្រោះស៊ីនស៊ីអានដើម្បីយកឈ្នះភាពភ័យខ្លាចនៅក្នុងវ័យកុមារភាពដែលត្រូវបានធ្វើបាបដោយបងប្រុសរបស់គាត់ហើយវាជារឿងស្នេហាបែបយុវវ័យដែលតួឯកប្រុសជោគជ័យទាំងអាជីពនិងស្នេហាម្ចាស់ផ្ទះជាទីគោរពបេសកកម្មរបស់អ្នកគឺធ្វើជាបងប្រុសដ៏អាក្រក់របស់តួឯកប្រុសហើយម្ចាស់ផ្ទះអាចមានអារម្មណ៍សេរីក្នុងការសម្លុតធ្វើបាបនិងវាគាត់តាមដែលម្ចាស់ផ្ទះចង់បានយីឆ្មាកំហូចចង់ឲ្យគេប្រាំអំពើហិង្សាទៀតម្យ៉ាងវិញទៀតម្ចាស់ផ្ទះត្រូវធ្វើឲ្យប្រកាសថាធ្វើឲ្យក្មេងប្រុសស៊ីនស៊ីអានមានបញ្ហាផ្លូវចិត្តដែលគាត់នឹងមិនភ្លេចអស់មួយជីវិតមើលគេដាក់បេសកកម្មខុសមិនឆ្មាកំហូចនៅពេលដែលខ្ញុំបំពេញបេសកកម្មគ្រប់គ្រាន់ខ្ញុំនឹងត្រឡប់ទៅជីវិតចាស់របស់ខ្ញុំវិញកន្លែងនេះវ៉ាងអ៊ីគាត់ចង់និយាយថាបើខ្លួនបំពេញបេសកកម្មចប់ហើយខ្លួននឹងត្រឡប់ទៅរស់នៅជីវិតដូចពីមុនវិញឆ្មាខ្មៅរបស់យើងនៅពេលលឺអញ្ចឹងទៅក៏ឆ្ងល់វ៉ាងអ៊ីរបស់យើងក៏បាននិយាយប្រាប់ថាវាមិនអីទេក្នុងករណីណាក៏ដោយខ្ញុំនឹងធ្វើការនៅទីនេះឲ្យរួចរាល់នៅពេលដែលខ្ញុំធ្វើឲ្យស៊ីនស៊ីអានស្អប់ខ្ញុំគាត់ច្បាស់ជាចង់សម្លាប់ខ្ញុំឲ្យហើចង្រៃមែនវ៉ាងអ៊ីរបស់យើងក៏បានសើចទឹកភ្នែកថាពួកយើងជាអ្នកធ្វើការហើយពួកយើងលះបង់ប្រឹងរបស់ពួកយើងដើម្បីធ្វើការអ្នកណាដែលធ្វើការនឹងខ្លាចជាថប់ក្នុងពិភពលោកនេះខ្ញុំអាចធ្វើវាបានបន្ទាប់ពីវ៉ាងអ៊ីស្រ័យចប់ឆ្មាខ្មៅរបស់យើងនិយាយថាតើវាមានអីវិបាកក្នុងការធ្វើបាបកុមារងាយស្រួលចង់អីឆ្មាតូយ៉ាការធ្វើបាបកុមារនៅមុខនៅការចូលព្រៃសវ៉ាងអ៊ីរបស់យើងក៏បានស្រែកក្នុងចិត្តថាអោប្រជាម្ចាស់ជាទីគោរពសូមអត់ទោសឲ្យខ្ញុំផងអ៊ីកំពុងតែតារាម៉ាសុកក៏សត្វតែមានគេមកគោះទ្វារហើយវ៉ាងអ៊ីរបស់យើងក៏បានដើរទៅបើកទ្វារនិងឆ្ងល់ថាតើនរណាមកបន្ទោរបស់ខ្ញុំនៅម៉ោងនេះវ៉ាងអ៊ីរបស់យើងក៏បានសួរថាមានការអីហើយយើងក៏ដឹងថាអ្នកដែលមកនឹងគឺស៊ីស៊ីវ៉ាងអ៊ីរបស់យើងក៏បានភ្ញាក់ទាំងឆ្ងល់ថាមិនបានជាស៊ីស៊ីនឹងមករកខ្លួនចឹងស៊ីស៊ីរបស់យើងក៏បាននិយាយបងប្រុសធំអ្នកភ្លេចសម្លៀកបំពាក់របស់អ្នកនៅក្នុងបន្ទប់ទឹកហើយរឿងរបស់យើងក៏បានចប់ត្រឹមនេះសិនចាំរងតាមទស្សនាភាពបន្តពេលក្រោយ